គ្រូ ទីមួយគឺការរករកក្នុងផែនដីតាមរយៈរបបដ៏យូរលង់របស់ភពនេះផ្ទៃរបស់វាធ្លាប់បានពើឡើងដូចជាស្រចុះពុតពេននៅបាក់បែកអញ្ចឹងកន្លែងដែលពុតពេននេះព្រះអង្គតែបានឃើញកន្លែងណាដែលពុតពេនគឺនៅក្នុងបូកូព្រះអង្គមានតែនិមន្តទៅមើលទេក្នុងបូកូគឺគេវចនាតាមចង្កេះភ្នំហ្នឹងឡើងចុះពុតពេនតាមចង្កេះភ្នំរហូតឡើងដល់កម្ពុជាភ្នំណាអាហ្នឹងឯងដែលចង្កេះភ្នំនោះវារៀងពុតពេនតាមចង្កេះភ្នំហ្នឹងហើយនឹងបាក់បែកប្រេះស្រាំទៅតាមលក្ខណៈនៃសន្តានដីបច្ចុប្បន្នខេត្តដីទៅពេលបច្ចុប្បន្នខុសពីខេត្តដីកាលពីរាប់លានឆ្នាំមុនកាលពីរាប់លានឆ្នាំមុនមិនដែលខេត្តដីមានការផ្លាស់ប្ដូររូបរាងទេគឺយ៉ាងម៉េចគឺនៅអញ្ចឹងគ្រាន់តែទទួលរងនៅគ្រោះធម្មជាតិបន្តិចបន្តួចតែប៉ុណ្ណោះអត់មានទទួលរងនៅការរំជួយដីឬក៏បន្ទុកក្នុងភ្លើងអីគឺអត់មានទេនេះដោយសារបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រធ្វើការរករកច្រើនអញ្ចឹងហើយធ្វើឲ្យស្ថានដីមានការបាក់បែកប្រេះស្រាំស្ថានដីមានការប្រែប្រួលច្រើនដោយសារសកម្មភាពនោះជាអ្នកបំផ្លាញជាអ្នកធ្វើបងធ្វើជីស្ពានអាកាសជីរូងជម្រៅប្រមាណវាជ្រៅអញ្ចឹងធ្វើឲ្យចតុផែនដីវាយ៉ាងម៉េចវាទទួលរងនៅស្ដៅកាលណាស្ដៅវាជួបនៅបញ្ហាច្រើនណាបែបនំភ្លើងឬក៏រំជួយដីសូមបីតែទឹកចំនួនក៏វាជួបប្រទះដែរវាលិចដុំខ្លាំងណាទី2ផុសតាមគំរូសេរាបានបង្ហាញពីលក្ខខណ្ឌនៅក្នុងជម្រៅផែនដីហើយនៅក្នុងជម្រៅផែនដីអ្នកជាសាស្ត្រមិនអាចស្ទាបស្ទង់បានទេនៅក្នុងជម្រៅផែនដីតើតែយើងប្រើនៅឧបករណ៍វាស់រលករំជួយដីទើបយើងអាចស្ទាបស្ទង់បានណាទី3គាត់តាមរលករំជួយដីអ្នកថតនេះទូត្រូវពឹងផ្អែកលើវិធីសាស្ត្រសង្កេតដោយនៅក្នុងផែនដីដោយប្រើរលករំជួយដីដើម្បីសិក្សាពីទំនំក្នុងផែនដីពួកគេបានប្រើរលករំជួយដីនិងសិក្សាពីរបៀបធ្វើចលនារបស់វាឆ្លងកាត់ផែនដីអញ្ចឹងរលករំជួយដីគឺជាកម្លាំងឥទ្ធិពលដែលធ្វើឲ្យផែនដីធ្វើចលនាផ្លាស់ប្ដូរទ្រង់ទ្រាយផ្លាស់ប្ដូររូបរាងផ្លាស់ប្ដូរអ្វីទាំងអស់នៅក្នុងផែនដីណាបងណាទី3ដែលហៅថាកម្លាំងរំជួយដីគឺជារលកនៃធម្មពលដែលធ្វើចលនាឆ្លងកាត់ផែនដីហើយគេចែករលករំជួយដីជា3ប្រភេទទី1គឺរលកពេគឺជារលកដែលមានសកម្មភាពខ្លាំងណាតែអត់មានបង្កនៅគ្រោះធម្មតាទេទី2រលក X ជារលកដែលមានកម្លាំងមធ្យមហើយក៏មិនអាចបន្តនៅគ្រោះធម្មតាដែរមានក៏មានតិចតួចហើយរលក គឺជារលកដែលមានកម្លាំងខ្សោយពិតមែនក៏ប៉ុន្តែវាទទួលរងនៅគ្រោះធម្មជាតិខ្លាំងជាងគេណាព្រះអង្គទៅចាំ3នេះណាឥឡូវ